រុស្ស៊ីព្រមមានចាត់ការហ្វាំងឡង់បើប្រទេសនេះអនុញ្ញាតឲ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនទីក្រុងមូស្គូថ្ងៃនេះរុស្ស៊ីព្រមមានហ្វាំងឡង់ពីបទចង់អនុញ្ញាតឲ្យប្រទេសដទៃដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនវិមានក្រំឡាំងព្រមមានថាបើសិនហ្វាំងឡង់ហ៊ានធ្វើដូច្នេះមែនពេលនោះស្ថានភាពសឹកនឹងឡើងកម្ដៅខ្លាំងនៅទ្វីបអឺរ៉ុបហើយអាចនឹងបង្កគ្រោះថ្នាក់សម្រាប់សន្តិសុខជាតិរបស់រុស្ស៊ីថែមទៀតដូច្នេះរុស្ស៊ីនឹងចាត់វិធានការឆ្លើយតបទៅតាមសភាពការជាក់ស្ដែងប្រទេសហ្វាំងឡង់និងរុស្ស៊ីមានព្រំដែនជាប់គ្នាកាលពីកំឡុងពេលសង្គ្រាមត្រជាក់ហ្វាំងឡង់រក្សាបានអព្យាក្រឹតភាពមិនចូលបកសម្ព័ន្ធ NATO ឬវ៉ាសូវីរបស់សូវៀតទេទោះជាយ៉ាងណាក្តីក្រោយពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែនហ្វាំងឡង់ក៏ដូចជាប្រទេសសង្គមនិយមដទៃទៀតដែលប្រាថ្នាចង់រស់នៅក្នុងសេចក្តីសុខដូចជាស៊ុយអែតនិងដាណឺម៉ាកជាដើមចាប់ផ្ដើមពិចារណាឡើងវិញទៅលើគោលនយោបាយអព្យាក្រឹតមានន័យថាពេលខ្លះសូមត្រឹមតែមួយសុខក៏គេមិនឲ្យសុខដែរហេតុនេះហ្វាំងឡង់យល់ថាខ្លួនមិនអាចនៅអព្យាក្រឹតតទៅទៀតទេត្រូវតែចូលជាសមាជិកអង្គការ NATO នៅឆ្នាំ2023កាលពីថ្ងៃប្រហ័សហ្វាំងឡង់ប្រកាសថាការហាមការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួននឹងត្រូវលុបចោលមានន័យថាត្រៀមអនុញ្ញាតឲ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅពេលមានសង្គ្រាមមិនរងចាំយូរទេវិមានក្រំឡាំងក៏បញ្ចេញប្រតិកម្មតបវិញភ្លាមក្រំឡាំងចាត់ទុកសេចក្តីប្រកាសរបស់ហ្វាំងឡង់អាចនាំឲ្យមានភាពតានតឹងផ្នែកយោធានៅទូទាំងទ្វីបអឺរ៉ុបក្រំឡាំងថ្លែងបន្តទៀតថាសេចក្តីប្រកាសនេះជាការបូកបន្ថែមនៅភាពកំសោយរបស់ហ្វាំងឡង់ពោលគឺកំសោយដោយសារអាញាធរហ្វាំងឡង់ខ្លួនឯងបញ្ហានៅត្រង់ថាបើសិនហ្វាំងឡង់អនុញ្ញាតឲ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនមានន័យថាហ្វាំងឡង់កំពុងគំរាមកំហែងរុស្ស៊ីហើយយើងនឹងឆ្លើយតបដោយសមាមាត្រអឺរ៉ុបឥឡូវនេះមិនដូចមុនទេអឺរ៉ុបមិនអាចពឹងផ្អែកលើអាមេរិកដើម្បីការពារសន្តិសុខជាតិរបស់ខ្លួនតទៅទៀតទេអាមេរិកអាចជាលៀបផងហើយក៏ជាគ្រោះផងដែរមែនតែនទៅអាមេរិកនេះតែម្ដងដែលអាចជាគ្រោះគំរាមកំហែងសម្រាប់អឺរ៉ុបជាក់ស្ដែងលោកដូណាល់ត្រាំរហូតដល់គំរាមកំហែងប្រើប្រាស់កម្លាំងយោធាវាយដណ្ដើមកោះ Greenland មកកាន់កាប់បើនិយាយគ្នាតាមស្រួលមិនព្រមបញ្ហាសង្គ្រាមអ៊ុយក្រែនក៏ជាមេរៀនសម្រាប់អឺរ៉ុបផងដែរហេតុនេះអឺរ៉ុបយល់ថាខ្លួនត្រូវទីពឹងខ្លួនគ្រប់វិស័យទាំងអស់ជាពិសេសអឺរ៉ុបកំពុងសាងកម្លាំងយោធាឲ្យបានខ្លាំងក្លាជាងពេលបច្ចុប្បន្ន